មិនឡែតកាក់កបទេគួសមដែរបងគួសមមកមាត់សោះញញឹមសាច់បព្រាយតែម្ដងហាក់ដូចជាអត់មានរឿងអីសោះចាសបាយចិត្តចានៅពេលដែលបងឃើញកុសមាបងនឹងឃើញដូចជាបងស្រីបងអញ្ចឹងណាមានវ័យសបាគ្នាចាបងហើយមានដឹងថាបងអញ្ជើញមកដើម្បីអីអត់ចាបកស្រាយរឿងជំនួយជាមួយកញ្ញាខេតសំម៉ាលីចាបងជិតតាអានឈ្មោះគាត់ខុសព្រោះដោយសារឈ្មោះម៉ាលីមានច្រើនណាណាចាកុសមាមានភាពភ័យខ្លាចទេដែលនឹងចូលមកបកស្រាយនៅក្នុងកម្មវិធីតុកបំភ្លឺអាចនឹងគិតថាពេលដែលប្អូនចូលមានវត្តមាននៅក្នុងកម្មវិធីរបស់បងនឹងបង្កឲ្យមានការចំនួនកាន់តែធំចាខ្ញុំអត់មានខ្លាចផងព្រោះខ្ញុំពេលខ្លះខ្ញុំសឹងតែចង់ណាត់ជួបគាត់និយាយនៅក្រៅទាំងជុំគ្នាឲ្យហៅសារព័ត៌មានមកព្រោះគាត់បំភ្លៃឈ្មោះខ្ញុំច្រើនជាផ្សេងបងប្រុសរបស់នេះខ្ញុំក្រុមបែរទៅចោះសមុទ្រផងដែរនិយាយហួសពីការពិតហើយទាំងគាត់បំភ្លៃគាត់មើងងាយនឹងខ្ញុំខ្លាំងជេរប្រមាថហើយទាំងគាត់ចោលតែប្រកាន់តែពួកខ្ញុំនឹង fake account ជេរគ្នាឯងចាតែការពិតមិនមានទេចាមិនមានខ្ញុំណាទៅតនេការងារហើយសំបីតែគិតក៏ខ្ញុំមិនដែរទៅនឹកឃើញឈ្មោះម្នាក់ខេតស្មាតដលីនឹងដែរព្រោះគាត់អត់មានអីដែលអស្ចារ្យដែលត្រូវពួកខ្ញុំនឹកឃើញទេហើយតែតាមគំនិតខ្ញុំគិតថាគាត់ធ្វើអញ្ចឹងដើម្បីគាត់ចង់ល្បីចង់ឲ្យមានព័ត៌មានឡើងលេខល្បីនេះការគិតរបស់ខ្ញុំយើងរួមការងារជាមួយគ្នារយៈពេលប្រហែលឆ្នាំហើយទីជាមិនយូរបងទៅជា3ខែជា3ខែចាប់ដើមស្គាល់គ្នាតាំងពីពេលណាចូលធ្វើការនឹងមកបងចូលធ្វើការនៅឯណាដែរ Spark ថ្វាំងដែងរយៈពេល3ខែតើសម្ព័ន្ធភាពក្នុងលក្ខណៈជាការងាររបស់ប្អូនមានភាពរលូនជាមួយគ្នាទេអត់តាំងពីដំបូងបងមូលហេតុអ្វីគាត់ដូចជាមនុស្សពិបាកចុះសម្រងសឹងតែអ្នកធ្វើការ30នាក់អត់មានអ្នកណានិយាយហៅគាត់សឹងបីតែម្នាក់គឺគាត់ដូចជាមនុស្សអត់ចូលចំណោមគេគាត់ដូចមនុស្សខ្លាចតែគេនិយាយដើមហើយមនុស្សដូច Superstar ជាតារាល្បីដូចក្នុងហ្នឹងគាត់គិតថាគាត់ហ្នឹង Superstar អូយពិបាកបងអូនខ្លាចទៅពេលដែលកំពុងតែនិយាយអំពីម៉ាលីហើយម៉ាលីកំពុងតែតាមដានទស្សនាគាត់អាចនឹងខឹងនឹងប្អូននិយាយថាគាត់ធ្វើខ្លួនដូចជា Superstar បើមិនជាគាត់មានប្រតិកម្មខឹងតើនឹងបាក់ស្រាយយ៉ាងណាខ្ញុំអត់មានខ្លាចអីផងបងព្រោះពាក្យជេរគាត់គឺជេរខ្លាំងជាងតែខ្ញុំថាប៉ុណ្ណឹងទៀតគាត់មើងងាយខ្ញុំសាហាវជាងហ្នឹងទៀតអញ្ចឹងខ្ញុំមាននៅខ្លាចតែជាអ្វីដែលគាត់មានខ្ញុំឃើញគឺខ្ញុំនិយាយចេញការពិតទាំងសំបីតែនិយាយចង់ញ័រនៅខឹងហ៎បងចាគាត់សូមអភ័យទៅអានេះវាជារឿងឯកជនរបស់ប្អូនការដែលគាត់ដេះដៀលនៅក្នុងមធ្យោបាយឬក៏គាត់ចង់សម្លឹងឃើញផលអវិជ្ជមានរបស់យើងនៅក្នុងកម្រិតណាមួយបងចង់និយាយថាតើគាត់សម្លឹងឃើញឬក៏ដេះដៀលឲ្យយើងនឹងតែប្រៀបធៀបជាមួយនឹងអ្វីប្រៀបធៀបថានេះខ្ញុំនឹងលក់ខ្លួនតាំងពីក្មេងពី10ឆ្នាំចាគាត់មើលងាយថាខ្ញុំលក់ខ្លួននេះជិះឡានកចាស់អីណាមើងងាយឲ្យថាខ្ញុំខ្មៅឯណាជ្រៀងយូរហើយគ្មានល្បីតាំងពី10ឆ្នាំហើយខ្ញុំក៏បកទៅវិញថាខ្ញុំជ្រៀងពី10មែនតែខ្ញុំមានគេស្គាល់ច្រើនជាងខ្ញុំមិនបានថាខ្លួនខ្ញុំជាអ្នកល្បីទេហើយជាឡានទោះបីឡានកចាស់ឡានអីក៏ដោយជាញើឈានរបស់ខ្ញុំគាត់ក៏មិនត្រូវមេងាយខ្ញុំដែរពេលខ្ញុំឃើញសារគាត់ជេរខ្ញុំចង់និយាយថាខ្ញុំទទួលយកបានគាត់មើងងាយខ្ញុំខ្លាំងហ៎បងខ្ញុំមិនមែនជាឧស្សាហ៍មានទេប៉ុន្តែខ្ញុំហកការងារខ្ញុំប៉ាម៉ាក់ខ្ញុំខ្លួនឯងចឹងខ្ញុំអត់ត្រូវការឲ្យម្នាក់ស្រីនោះមើងងាយខ្ញុំទេគេក៏មិនល្អជាងខ្ញុំដែរគាត់ពេលខ្ញុំឃើញខ្ញុំមានអារម្មណ៍ថាខ្ញុំខឹងខ្លាំងបងនិយាយមែនរាល់ថ្ងៃបងជិះឡានអ្វីដែរកាលពីដំបូងខ្ញុំជិះម៉ូតូខ្ញុំធ្វើការបងរយៈខ្ញុំសំលុយជិះទីកោដល់មកខ្ញុំទិញវីស្តូជិះទៅមកបានមួយរយៈនេះខ្ញុំទៅយកកូឡា03តែគាត់មើងងាយខ្ញុំសាហាវហ្នឹងតែខ្ញុំលក់ខ្លួននេះណាមកក្រក់គ្មានពោស្រឡាញ់នេះណាហេតុអីគាត់ដឹងគាត់ល្អជាងខ្ញុំខ្លាំងមែនមើងងាយតែខ្ញុំមើលឲ្យខ្ញុំអត់ចង់និយាយច្រើនផុស Facebook ខ្ញុំមានបានជេរច្រើនឯងគាត់ថាខ្ញុំនឹងចង់ទៅជួបមុខគាត់ហ្មងបងខ្ញុំចង់ទៅជួបមុខគាត់ទេសួរថាមិនដឹងច្បាស់មើងងាយគេម៉េះខ្លួនឯងស្អីគាត់ថាគាត់ហ្នឹងជីលុចស៊ីកបើមានមែនណាឃើញឡាខ្ញុំបុកកំពេចឡាខ្ញុំថ្ងៃជីលុចវីស្តូថ្ងៃជីដកងាប់មើងងាយខ្ញុំហ្មងពេលដែលគាត់ថាឲ្យប្អូនដោយការទេទូរស័ព្ទឬក៏យ៉ាងណាឆាតមកខ្ញុំប្អូនឆ្លើយតបវិញនៅក្នុងកម្រិតណាខ្ញុំឆាតបែបធម្មតាតែហេតុអីមិននិយាយឲ្យខ្ញុំអញ្ចឹងខ្ញុំអត់មានដឹងរឿងអីទេរឿងអ្នកទាំងអស់គ្នាជាមួយអ្នកណាក៏ខ្ញុំអត់ដឹងដែរដល់ពេលឆាតយូរទៅណាលីមើងងាយខ្ញុំគេក៏ចាប់ដើមមកច្រឡោតថាថ្ងៃណាសុំប្រឡងនិយាយពាក្យសម្ដីអសុរោះ
ឆាតមកតែខ្ញុំមកបានសរសេរខ្ញុំទៅផ្ញើតែសម្លេងខ្ញុំផ្ញើសម្លេងហ្នឹងក៏ខ្ញុំមិនបានជេរថ្ងៃមីចៅអីណាអីចឹងដែរខ្ញុំគ្រាន់តែធម្មតាចឹងឆាតទៅលីឯងមិនមើលងាយគេម៉េះឈាមញើឈាមផងខ្ញុំឡានខ្ញុំអីក៏ដោយខ្ញុំមិនបានលក់ចុះលីឯងនឹងអស់ចាអីគេលីឯងស្មានតែរឿងលីឯងគេអត់ដឹងអីខ្ញុំក៏និយាយតែប៉ុណ្្នឹងឯងក៏ចប់រហូតខ្ញុំនិយាយដល់ម៉ោង 4 ភ្លឺហើយគាត់ឆ្លើយតបដោយរបៀបណាខ្លះឆាតតរហូតជេរថ្ងៃលក់ខ្លួនថ្ងៃលក់តាំងក្មេងថ្ងៃគ្មានប្រុសស្រឡាញ់វាអត់មានអាចំវាខ្មៅមានជ្រៀងតាំងក្មេងមានប្រឡងធ្លាក់ជើគ្រប់អស់ហ្មងបងក្នុងចិត្តប្អូនពេលដែលគេនិយាយថាសំទោសណាបងគ្រាន់តែនិយាយតាមពាក្យដែលម៉ាលីសដែលប្អូនបាននិយាយថាប្អូនអត់មានអ្នកណាចិញ្ចឹមអីចឹងចាប្អូនមានអារម្មណ៍បែបណាដែរខ្ញុំមានអារម្មណ៍ថាអត់នឹងឈឺក្បាលនឹងរឿងទេប៉ុន្តែខ្ញុំគិតថាតូចចិត្តទេដែលថាខ្ញុំជាស្រីមួយរូបដែរអត់មានអ្នកចិញ្ចឹមចារាល់ថ្ងៃសូម្បីតែគិតរឿងគេចិញ្ចឹមក៏អត់មានទីសោះអញ្ចឹងអត់មានតូចចិត្តនឹងរឿងហ្នឹងប៉ុន្តែខ្ញុំគិតថាម្នាក់ដែលប្រើពាក្យមកលើខ្ញុំបានន័យថាខ្លួនឯងមានគេចិញ្ចឹមហើយបានចោទមកប្រកាន់ថានេះខ្ញុំមានគេចិញ្ចឹមចាឥឡូវបន្ទាប់ពីចំនួនហេតុអីបានជាដល់ថ្នាក់ឆ្លោះជាមួយនឹងកុសមាដែលរឿងរ៉ាវពីដើមតងមកវាមានការយល់ច្រឡំបែបណាចាហេតុផលដឹងដោយសារបងប្រុសខ្ញុំម្នាក់គាត់ share គេចោទដាក់ផុសទៅសេព័ត៌មានថាខេសម៉ាលីត្រូវបានទស្សនិកជនឆ្វងឆ្វៃបាយដឹកអញ្ចឹងណាចាគេក៏មិនសិនឈ្មោះខ្ញុំចូលមិនសិនខ្ញុំអត់មានធ្វើអីទាំងអស់ខ្ញុំគ្រាន់តែដាក់រូបញញឹមចាដល់ពេលដាក់រូបញញឹមគេឆាតខ្ញុំភ្លាមហែងកូសមាហែងធ្វើអីហែងដឹងខ្លួនហែងហែងនិយាយប្រាប់ណាគេនិយាយប្រាប់ខ្ញុំអស់ហើយចាហើយខ្ញុំអត់មានដែរទៅឈឺក្បាលហាត់ថ្ងៃជាមួយម្នាក់ស្រីហ្នឹងទេអត់ដែរគិតសោះសំបីតែបន្តិចដល់ពេលឲ្យគេតបខ្ញុំសួរថាខ្ញុំថាញោមបាននិយាយត្បូននិយាយសួរថាញោមបាននិយាយទេគេថាឲ្យតែដឹងច្បាស់តែខ្លួនឯងកុំឲ្យមានរឿងប្រយ័ត្នមានរឿងគេនិយាយគៀងគំរាមខ្ញុំក៏ច្រឡោតដែរព្រោះខ្ញុំអត់មានដឹងអីសោះមកចោតប្រកាន់ខ្ញុំក៏ដាក់ទៅវិញណានេះនិយាយសំដីស្រួលបួមានមើលខ្លួនឯងអត់ខ្ញុំអត់មានដឹងអីចឹងណាក៏តបរហូតតទៅជេរខ្ញុំឌីលកាន់ខ្លាំងខ្ញុំក៏ជេរទៅវិញដែរព្រោះគេអ្នកជេរមកខ្ញុំមុនហើយផោះតាគឺខ្ញុំមានទាំងអស់ខ្ញុំ copy ទាំងអស់បន្ទាប់តែមានរឿងបែកធ្លាយហ្នឹងហើយគេក៏ប្លុក account នឹងចោលហើយចោលតែពួកខ្ញុំហ្នឹងបង្កើត fake account ជេរគ្នាឯងមានណាគេទៅទៅជេរខ្លួនឯងអាក្រក់ៗចឹងណាចាអ្វីដែលបងធ្លាប់សម្ភារម៉ាលីសកាលពីសប្តាហ៍មុនម៉ាលីសបានបង្ហើបប្រាប់បងថាគាត់មានចាអត្តសម្លេងហើយគាត់បានឲ្យទៅសមត្ថកិច្ចអស់ហើយចាបើសិនជាក្នុងករណីប្អូននៅតែក្រុមរបស់ប្អូនគាត់បញ្ជាបុគ្គលណាម្នាក់ក្នុងចំណោមហ្នឹងនៅតែបន្តគម្រាមគាត់ទៀតគាត់បានប្រាប់បងថាគាត់បានបងប្អូនបានគម្រាមគាត់ឬក៏ខាងក្រុមចចកសមុទ្របើសិនជាឃើញណាមានរឿងនឹងអញ្ចឹងណាចាអញ្ចឹងបើសិនជាក្នុងករណីនឹងកើតឡើងមែនតើយើងអាចនឹងដឹងបានយ៉ាងដូចម្ដេចទៅថាអ្នកណាខុសអ្នកណាត្រូវព្រោះបងជាអាញាកណ្ដាលមួយរូបពេលដែលបងសម្ភារម៉ាលីថាគាត់មានភ័ស្តុតាងនៅពេលដែលបងសម្ភារចាកុសមាក៏ថាបងអូនមានភ័ស្តុតាងចាសម្រាប់ខ្ញុំក៏មានភ័ស្តុតាងដែរប៉ុន្តែរឿងខ្សែអត្តសម្លេងគឺខ្ញុំអត់ខ្វល់ព្រោះគាត់អ្នកមករករឿងខ្ញុំមុនហេតុផលអាកំបាំងមិនដែលអាចលាក់ចិត្តទេអញ្ចឹងអ្វីដែលម្នាក់នឹងធ្វើម្នាក់នឹងជាអ្នកទទួលហើយសម្រាប់ខួរក្បាលខ្ញុំនិងក្រុមបងប្រុសនាងខ្ញុំបងសុកសិលៈកញ្ញាណារីគឺអត់មានដែរយកខួរក្បាលតែគិតម្នាក់នឹងសំបីតែព្រោះរឿងនេះចប់យូរហើយប៉ុន្តែម្នាក់នឹងជាមនុស្សដែលគិតតែខ្លួនសុបស្តាខ្លាចតែគេនិយាយដើមខ្លួនឯងអញ្ចឹងទៅមានអារម្មណ៍ថាច្រឡោតគិតតែគេនឹងផ្ដុំក្បាលនេះនិយាយតែដើមខ្លួនឯងអត់មានណាគេដែរនិយាយទេបងព្រោះពួកខ្ញុំបានបែកគ្នាខ្ញុំក៏ធ្វើការកន្លែងផ្សេងបងលាក់គាត់ធ្វើការកន្លែងដដែលអញ្ចឹងពួកខ្ញុំមិនបានពេលជួបគ្នាតែម្នាក់នឹងជាមនុស្សល្អិតខ្លួនចាបងចង់សួរថាប្រសិនជាមានករណីប្តឹងផ្ដាល់មែនបងអូនហ៊ានប្រឈមមុខចំពោះផ្លូវច្បាប់ដែរទេចាខ្ញុំហ៊ានចាបងអូនគិតថាបងអូនជាភាគីជាអ្នកចាញ់ឬក៏ជាអ្នកឈ្នះខ្ញុំគិតថាខ្ញុំអ្នកឈ្នះព្រោះខ្ញុំមិនបានធ្វើអីទាំងអស់ម្នាក់នឹងជាមនុស្សអ្នកមកនេះមកខ្ញុំមុនចានៅពេលដែលមានរឿងរ៉ាវប៉ះទង្គិចគ្នារវាងអ្នកសិល្បៈនិងអ្នកសិល្បៈនៅក្នុងសង្គមសិល្បៈប្រហែលជាបងប្អូនប្រិយមិត្តទស្សនិកជនគាត់អាចនឹងមានពាក្យចចាមរាមឬក៏ការនិយាយស្ដីភាសាមួយចំនួនតូចដែលគាត់អាចនិយាយថាហេតុអីបានជាសង្គមសិល្បៈក៏អាចឆ្លោះគ្នាដែរចំពោះចំណុចនេះបងអូននឹងយល់បែបណាចាសម្រាប់ខ្ញុំតាំងពីខ្ញុំធ្វើការតាំងពីក្មេងរហូតដល់ប៉ុណ្នេះរយៈពេល10ឆ្នាំខ្ញុំមិនដែលមានចំនួនមួយអ្នកសិល្បៈសូម្បីតែបន្តិចមានតែទៅណាគេអាណិតស្រឡាញ់ខ្ញុំថាខ្ញុំគ្រប់ចាត់ទូចាដាក់ខ្លួនធម្មតាតែដល់ពេលខ្ញុំទៅតែមានមួយម្នាក់ហ្នឹងហើយម្នាក់ហ្នឹងក៏ខ្ញុំមិនបានជាឆ្លោះមួយដែរខ្ញុំអត់មានដឹងអីទាំងអស់តែសុកគេចោតប្រកាន់ខ្ញុំមកឆាតមកខ្ញុំជេរមកខ្ញុំមើងងាយខ្ញុំបំផុតចាដែលខ្ញុំមិនដែលទទួលយកបានតែមិនដែលមានណាគេមកមើងងាយខ្ញុំចឹងចាឥឡូវនេះការបកស្រាយរបស់កុសមាក៏យើងបានដឹងអំពីរឿងស៊ីជម្រៅមួយចំនួនដែលតកតងអំពីវិវាទជាមួយនឹងបងអូនស្រីសុម៉ាលីអញ្ចឹងយើងនឹងមាន
តារាកិត្តិយសបន្តទៀតដែលជាសម័យខ្លួនដែលមានរឿងវិវាទជាមួយគ្នាទៀតអញ្ចឹងអរគុណសម្រាប់កុសមាចាជាចុងក្រោយមានអ្វីបន្ថែមសូមជឿចាជាចុងក្រោយអរគុណបងស្រីចាអរគុណដល់ម៉ៃធីវីតុកកម្មវិធីតុកបំភ្លឺចាដែលបានផ្ដល់កិត្តិយសជូនខ្ញុំបកស្រាយនៅរឿងជាមួយកញ្ញាខិតសមម៉ាលីផងដែរចាហើយអ្វីដែលខ្ញុំចង់និយាយបើសិនជាមិនជឿនឹងខ្ញុំនឹងបង្ហាញភ័ស្តុតាងទាំងអស់ហើយនឹងចង់ជួបម្នាក់ខិតសមម៉ាលីផ្ទាល់តែម្ដងឲ្យនិយាយទល់មុខជាមួយនឹងខ្ញុំចាបើសិនជាមានឱកាសអ្នកណាមួយផ្ដល់ឲ្យប្អូនតើអ្វីដែលប្អូនចង់រៀបចំជាមួយនឹងសុម៉ាលីនៅឯណានៅទីតាំងណាទីតាំងខ្ញុំគិតថាបើសិនជាអាចព្រះអង្គដងការចាហើយហៅព័ត៌មានទៅឲ្យស្បត់ហ្មងចាព្រោះម្នាក់នឹងជួយចិត្តស្បត់ច្រើនហើយបំភាន់ការពិតចិត្តច្រើននិយាយបំភ្លើសស្ថាក្រុមបងក្រុមចូលសមុទ្រហើយប៉ះពាល់ដល់គេខ្លាំងទៀតគេជាមនុស្សប្រុសហើយបងប្រុសចាវាអត់ត្រូវអរគុណកុសមាជូនពរឲ្យបងអូនមានវិជ្ជាប្រយោជន៍ភាពនៅក្នុងវិស័យសិល្បៈជាពិសេសសំណាងល្អណាចាអរគុណចា